តែទឹកឃ្មុំបរិភោគច្រើនផ្ដល់នៅគុណវិបត្តិដីខ្លះសម្រាប់សុខភាពមនុស្សជំរាបសួរបងប្អូនអ្នកគ្នានៃទីសុខភាពនិងសម្រស់បានមកជួបបងប្អូនម្ដងទៀតហើយថ្ងៃនេះខ្ញុំនឹងលើកយកនៅអត្ថប្រយោជន៍នៃទឹកឃ្មុំតែទឹកឃ្មុំគឺមានផលប្រយោជន៍ជាច្រើនសម្រាប់រាងកាយនិងសុខភាពដូចជាមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាពីការប៉ះពាល់ដោយសារធាតុឆាប់ចាស់និងជួយកាត់បន្ថយការរលាកជួយលើការពង្រឹងប្រព័ន្ធស៊ាំដោយមានវីតាមីន C និងសារធាតុសំខាន់ផ្សេងៗជួយស្បែកនិងសម្រស់មានអង់ទីបាក់តេរីនិងធាតុសំខាន់ដែលជួយព្យាបាលបេះស្បែកឬជួយឲ្យស្បែកទន់រលោងអាចប្រើជាគ្រឿងផ្សំក្នុងម៉ាស្សាស្បែកឬជាប្រភេទជំនួយធម្មជាតិសម្រាប់ស្បែកឈឺជួយដល់រំលាយអាហារនិងពោះវៀនទឹកឃ្មុំជួយលើសកម្មភាពរំលាយអាហារនិងជួយកាត់បន្ថយការកខ្វក់ពោះវៀនឬក៏បញ្ហាក្រពះពោះវៀនផ្សេងៗជួយបន្ថយការឈឺក្បាលនិងការរអាក់រអួលទឹកឃ្មុំមានសារៈសំខាន់ក្នុងការព្យាបាលការរលាកនិងជួយកាត់បន្ថយការឈឺក្បាលស្រាលចាប៉ុន្តែបន្នោះគឺទឹកឃ្មុំជួយកាត់បន្ថយជាតិផ្អែមដែលអាចនឹងកើតជំងឺទឹកនោមផ្អែមជាផ្នែកមួយគឺទឹកឃ្មុំអាចជួយបន្ថយអារម្មណ៍ចង់ញ៉ាំផ្អែមនិងត្រួតត្រាកម្រិតស្ករនៅក្នុងឈាមទោះបីមិនប្រើជំនួសស្ករពេញក៏ដោយក្នុងនោះដែរក៏មានគុណវិបត្តិខ្លះដែរក្នុងការបរិភោគទឹកឃ្មុំគឺមានកាឡូរីខ្ពស់ទឹកឃ្មុំផ្ទុកស្ករថ្មីនិងកាឡូរីខ្ពស់ប្រសិនបើញ៉ាំច្រើនអាចនាំឲ្យធ្លាក់ទម្ងន់ឬក៏បង្កកាឡូរីស្ករជាពិសេសនោះគឺមិនត្រូវឲ្យកុមារដែលមានអាយុក្រោម1ឆ្នាំបរិភោគជាដាច់ខាតពីព្រោះថាអាចធ្វើឲ្យបាក់តេរីដែលបង្ករោគផ្លូវកាពះសម្រាប់ទារកក្រោម1ឆ្នាំនិងផលប៉ះពាល់សម្រាប់អ្នកជំងឺទឹកនោមផ្អែមទោះជាធម្មទឹកឃ្មុំនោះជាធម្មជាតិទៅដោយប៉ុន្តែគឺអ្នកជំងឺទឹកនោមផ្អែមត្រូវតែពិនិត្យកម្រិតស្ករយ៉ាងពិសេសនៅក្នុងឈាមមុននឹងបរិភោគ